ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររាជរដ្ឋាភិបាលកម្ពុជាគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត 3.2.5 ទម្រង់នៃព្រះរាជក្រឹត្យព្រះរាជក្រឹត្យគឺជាសេចក្តីត្រាស់បង្គាប់ចេញដោយព្រះមហាក្សត្រព្រះរាជក្រឹត្យមានពីរប្រភេទគឺព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅនិងព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅជាសេចក្តីត្រាស់បង្គាប់ណែនាំការអនុវត្តច្បាប់ឬជាសេចក្តីត្រាស់បង្គាប់ស្តីពីខ្លឹមសារពាក្យពេញនិងបញ្ហាទាំងឡាយដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈជាបទបញ្ជាមានអានុភាពទូទៅនិងមិនសំដៅចំឈ្មោះបុគ្គលណាម្នាក់ឡើយព្រះរាជក្រឹត្យប្រភេទនេះមានដូចជាព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើមព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតជាសេចក្តីត្រាស់បង្គាប់ដែលដៅចំឈ្មោះបុគ្គលតែម្ដងអនុលោមតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតមានដូចជាព្រះរាជក្រឹត្យស្តីពីការតាំងស៊ុបក្នុងក្របខ័ណ្ឌការតែងតាំងការប្រគល់ភារកិច្ចការផ្ទេរភារកិច្ចការដំឡើងឋានន្តរស័ក្តិការបន្ថយឋានន្តរស័ក្តិការដំឡើងថ្នាក់ការបន្ថយថ្នាក់ការដកពីតំណែងការអនុញ្ញាតឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើមការអនុញ្ញាតឬការដាក់ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សការអនុញ្ញាតឲ្យចូលបម្រើការងារវិញការបញ្ចប់ភារកិច្ចការលុបឈ្មោះឬការបញ្ឈប់ពីការងារការដាក់ឲ្យចូលនិវត្តន៍ការធ្វើសមាហរណកម្មមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌប្រភេទកការផ្ដល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្មការបន្ធូរបន្ថយនិងការលើកលែងទោសការតែងតាំងផ្លាស់ប្ដូរចៅក្រមនិងព្រះរាជអាជ្ញាការតែងតាំងគោរមងារឬព្រះឋានានុក្រមមន្ត្រីសង្ឃការប្រទានគ្រឿងឥស្សរិយយសចំពោះបុគ្គលឬក្រុមការតែងតាំងឬប្រទានគោរមងារលោកអ្នកអង្គញាឬអ្នកអង្គញាឬក៏អង្គញាជាដើមទម្រង់នៃព្រះរាជក្រឹត្យចែកចេញជា4ផ្នែកមានក្បាលលិខិតមូលបទខ្លឹមសារនៃអត្ថបទនិងរូបមន្តបញ្ចប់កក្បាលលិខិតនៅផ្នែកនេះមានព្រះរាជសង្ហារបស់ព្រះមហាក្សត្រនៅចំកណ្ដាលទំពឿក្រោមព្រះរាជសង្ហារបស់ព្រះមហាក្សត្ររំលោងមួយបន្ទាត់ត្រូវដាក់ពាក្យព្រះរាជក្រឹត្យក្រោមពាក្យព្រះរាជក្រឹត្យដាក់ពាក្យស្តីពីក្រោមពាក្យស្តីពីនៅក្រោមចំកណ្ដាលដាក់ចំណងជើងនៃព្រះរាជក្រឹត្យនៅក្រោមចំណងជើងនៃព្រះរាជក្រឹត្យចំកណ្ដាលដាក់ពាក្យយើងហើយនៅពីក្រោមនេះចំកណ្ដាលសរសេរព្រះបរមនាមរបស់ព្រះមហាក្សត្រខមូលបទត្រូវយោងជាចាំបាច់នៅរដ្ឋធម្មនុញ្ញព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលព្រះរាជក្រមដែលប្រកាសឲ្យប្រើប្រាស់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីព្រះរាជក្រមនិងព្រះរាជក្រឹត្យទាំងឡាយដែលពាក្យពេញមានជាអាចព្រះរាជក្រមដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងស្ថាប័នព្រះរាជក្រមដែលប្រកាសឲ្យប្រើប្រាស់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការនៃក្រសួងស្ថាប័នសាមីបើជាព្រះរាជក្រឹត្យតែងតាំង
និងចុងក្រោយនៃមូលបទមានដាក់សេចក្តីដូចខាងក្រោមបានទ្រង់យល់សេចក្តីក្រាបបង្គំថ្វាយរបស់ក្រុមងារនឹងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទីខែឆ្នាំចំពោះព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីឬបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ក្រុមងារនឹងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលមិនបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនិងព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតដែលស្នើឡើងដោយរាជរដ្ឋាភិបាលដោយឡែកចំពោះការតែងតាំងរាជរដ្ឋាភិបាលថ្មីត្រូវចែងបន្ថែមក្នុងមូលបទដូចខាងក្រោមបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម0704/001 ចុះថ្ងៃទី13ខែកក្កដាឆ្នាំ2004ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសម្ដៅធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិបានទ្រង់យល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទីខែឆ្នាំបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់លទ្ធផលនៃសម័យប្រជុំលើកទីនីតិកាលទីនៃរដ្ឋសភានាថ្ងៃទីខែឆ្នាំស្ដីពីការជ្រើសតាំងរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំនៃរដ្ឋសភានិងការសម្ដែងការទុកចិត្តលើសមាជិកភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីនេះនៅខាងក្រោមចំកណ្ដាលទំព័រត្រូវសរសេរពាក្យថាត្រាស់បង្គាប់គោខ្លឹមសារនៃអត្ថបទគោចុច1ព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅត្រូវចែងជាជំពូកដែលមានបទបញ្ញត្តិជាទូទៅបទបញ្ញត្តិផ្សេងនិងអវសានបញ្ញត្តិហើយបទបញ្ញត្តិនៃជំពូកនីមួយៗមានចែងជាផ្នែកអនុផ្នែកកថាខណ្ឌវគ្គខណ្ឌអាស្រ័យទៅតាមខ្លឹមសារនៃបទបញ្ញត្តិវែងឬខ្លីប៉ុន្តែសេចក្តីព្រាងព្រះរាជក្រឹត្យខ្លះខ្លីអាចពុំមានការបែងចែកដោយខាងលើឡើយដោយគ្រាន់តែកំណត់ជាមាត្រាប៉ុណ្ណោះចំពោះការតាក់តែងសេចក្តីព្រាងព្រះរាជក្រឹត្យត្រូវអនុវត្តដោយក្នុងចំណុចខនៃ 3.2.1 ទម្រង់នៃសេចក្តីព្រាងច្បាប់សូមមើលគំរូទី24ទម្រង់នៃព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទំព័រទី50ដល់ទំព័រទី52សូមមើលគំរូទី25ទម្រង់នៃព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលមិនបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតែមានសំណើពីក្រសួងស្ថាប័នសាមីនៅទំព័រទី53ដល់ទំព័រទី55គោចុច2ចំពោះព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតមិនត្រូវចែងជាចម្ពោះទេគឺចែងត្រឹមតែជាមេត្រាជាទូទៅព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតមានតែ2ទៅ4មាត្រាប៉ុណ្ណោះដោយឡែកព្រះរាជក្រឹត្យស្ដីពីការប្រទានគ្រឿងឥស្សរិយយសចំពោះបុគ្គលជាក្រុមនិងព្រះរាជក្រឹត្យស្ដីពីការប្រទានគោរមងារលោកអ្នកឧកញ៉ាឬអ្នកឧកញ៉ាឬក៏ឧកញ៉ាពុំមានចែងពីមូលបទនិងមាត្រាដោយព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅនិងព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតឯទៀតទេគោចុច2.1ខ្លឹមសារដែលត្រូវចែងក្នុងមាត្រា1ត្រូវចែងដោយប្រែប្រួល
ទៅតាមកម្មវត្ថុនិងគោលបំណងជាក់ស្ដែងនីមួយៗសូមមើលគំរូទី26ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការតែងតាំងរាជរដ្ឋាភិបាលថ្មីនៅទំព័រទី56ដល់ទំព័រទី57សូមមើលគំរូទី27ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការតាំងស៊ុបក្នុងក្របខ័ណ្ឌការតែងតាំងការដំឡើងឋានន្តរស័ក្តិឬថ្នាក់ការដាក់ឲ្យចូលនិវត្តន៍មន្ត្រីរាជការនៅទំព័រទី58ដល់ទំព័រទី64សូមមើលគំរូទី28ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការផ្ដល់សញ្ជាតិខ្មែរតាមសញ្ជាតិូបនីយកម្មនៅទំព័រទី65ដល់ទំព័រទី66សូមមើលគំរូទី29ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោសនិងឬការលើកលែងទោសនៅទំព័រទី67ដល់ទំព័រទី68សូមមើលគំរូទី30ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការតែងតាំងឬផ្លាស់ប្ដូរចៅក្រមនិងព្រះរាជាអាជ្ញានៅទំព័រទី69ដល់ទំព័រទី70សូមមើលគំរូទី31ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការតែងតាំងគោរមងារឬព្រះឋានានុក្រមមន្ត្រីសង្ឃនៅទំព័រទី71ដល់ទំព័រទី72សូមមើលគំរូទី32ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការប្រទានគ្រឿងឥស្សរិយយសចំពោះបុគ្គលនៅទំព័រទី73សូមមើលគំរូទី33ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការប្រទានគ្រឿងឥស្សរិយយសជាក្រុមនៅទំព័រទី74សូមមើលគំរូទី34ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការប្រទានគោរមងារជាលោកអ្នកអង្គញាឬអ្នកអង្គញាឬអង្គញានៅទំព័រទី75សូមមើលគំរូទី35ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការបញ្ចប់គោរមងារជាលោកអ្នកអង្គញាឬអ្នកអង្គញាឬអង្គញានៅទំព័រទី76សូមមើលគំរូទី36ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការផ្ទេរស្ថាប័នឬអង្គភាពនៅទំព័រទី77ដល់ទំព័រទី78បញ្ជាក់ជាគោលការណ៍បើស្ថាប័នឬអង្គភាពដែលត្រូវផ្ទេរនោះបង្កើតឡើងដោយលិខិតបទដ្ឋានគតិយុត្តកម្រិតណាការផ្ទេរនេះក៏ត្រូវប្រើលិខិតបទដ្ឋានគតិយុត្តកម្រិតនោះដែរសូមមើលគំរូទី77ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការបង្កើតស្ថាប័នដែលបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទំព័រទី79ដល់ទំព័រទី81សូមមើលគំរូទី38ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការបង្កើតស្ថាប័នដែលមិនឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតែមានសំណើពីក្រសួងស្ថាប័ននៅទំព័រទី82ដល់ទំព័រទី84សូមមើលគំរូទី39ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាប័នដែលបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទំព័រទី85ដល់ទំព័រទី87សូមមើលគំរូទី40ទម្រង់នៃព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាប័នដែលមិនឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតែមានសំណើពីក្រសួងស្ថាប័ននៅទំព័រទី88ដល់ទំព័រទី90គោចុច2.2ខ្លឹមសារដែលត្រូវចែងក្នុងមាត្រាបន្ទាប់និងមាត្រាបញ្ចប់មាត្រាដែលត្រូវចែងពីនិរាករណ៍ត្រូវចែងតែចំពោះករណីចាំបាច់ដែលត្រូវនិរាករណ៍ជាស្ថាពរនៅលិខិតបទដ្ឋានគតិយុត្តពាក្យពេចន៍ដែលផ្ទុយនឹងព្រះរាជក្រឹត្យតែប៉ុណ្ណោះចំពោះមាត្រាបញ្ចប់ចែងពីបទទោសបញ្ញត្តិពីបទបញ្ញត្តិស្ដីពីការត្រាស់បង្គាប់ឲ្យនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តព្រះរាជក្រឹត្យចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅហើយមិនត្រូវចែងបន្ថែមមាត្រាមួយទៀតថាព្រះរាជក្រឹត្យនេះត្រូវចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅឡើយមាត្រាដែលត្រូវចែងពីនិរាករណ៍
និងមាត្រាបញ្ចប់ត្រូវចែងដោយមានខ្លឹមសារក្នុងគំរូទម្រង់នៃព្រះរាជក្រឹត្យខរូបមន្តបញ្ចប់ព្រះរាជក្រឹត្យត្រូវបានឡាយប្រហត្ថលេខាដោយព្រះមហាក្សត្រឬចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីចំពោះព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលបានឆ្លងអង្គប្រជុំគណៈរដ្ឋមន្ត្រីមានតែហត្ថលេខាអមរបស់នាយករដ្ឋមន្ត្រីប៉ុណ្ណោះចំពោះព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលមិនបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមានតែសំណើពីក្រសួងស្ថាប័នសាមីត្រូវមានហត្ថលេខាអមនាយករដ្ឋមន្ត្រីរបស់រដ្ឋមន្ត្រីក្រសួងឬប្រធានស្ថាប័នជាសមាជិករាជរដ្ឋាភិបាលសាមីដែលជាអ្នកស្នើឡើងថែមទៀតប្រសិនបើជាព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតមិនមានហត្ថលេខាអមរបស់នាយករដ្ឋមន្ត្រីទេទីស្តីការគណៈរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីត្រូវពិនិត្យមើលរាល់សេចក្តីព្រាងព្រះរាជក្រឹត្យឲ្យបានត្រឹមត្រូវតាមទម្រង់ខាងលើមុននឹងដាក់ជូននាយករដ្ឋមន្ត្រីចុះហត្ថលេខាលើលិខិតថ្វាយព្រះមហាក្សត្រដើម្បីសូមឡាយព្រះហត្ថលេខាក្រសួងព្រះបរមរាជវាំងចុះលេខព្រះរាជក្រឹត្យដោយដាក់សញ្ញាសម្គាល់អក្សរកាត់តាមរូបមន្តណូស/រកត/លេខខែឆ្នាំ/លេខព្រះរាជក្រឹត្យចុះថ្ងៃបរិច្ឆេទប្រថាប់ព្រះរាជលញ្ជករនិងចុះលេខព្រះរាជលញ្ជករព្រមទាំងបោះត្រារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងលើគ្រប់សញ្ញាទំពើនៃព្រះរាជក្រឹត្យលើកលែងតែទំពើចុងក្រោយដែលមានព្រះរាជលញ្ជកររួចហើយងព្រះរាជក្រឹត្យបានឆ្លងត្រឹមត្រូវតាមច្បាប់ដើមនិងច្បាប់ចម្លងចែកចំពោះព្រះរាជក្រឹត្យដែលព្រះមហាក្សត្រឡាយព្រះហត្ថលេខារួចទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចរៀបចំចម្លងត្រឹមត្រូវតាមច្បាប់ដើមសម្រាប់ចែកជូនក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តដើម្បីចាត់ចែងអនុវត្តក្នុងករណីនេះត្រូវដាក់នៅប៉ែកខាងស្ដាំនៃទំពើក្រោមព្រះបរមនាមរបស់ព្រះមហាក្សត្រឬក្រមងារនិងឈ្មោះរបស់ប្រមុខរដ្ឋស្ដីទីដោយរក្សាទុកព្រះហត្ថលេខារបស់ព្រះមហាក្សត្រឬហត្ថលេខារបស់ប្រមុខរដ្ឋស្ដីទីហត្ថលេខាអមរបស់នាយករដ្ឋមន្ត្រីនិងហត្ថលេខាអមរបស់រដ្ឋមន្ត្រីឬប្រធានស្ថាប័នសាមីនៅរូបមន្តខាងក្រោមនេះបានចម្លងត្រឹមត្រូវតាមច្បាប់ដើមរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីហត្ថលេខានិងត្រាក្រមងារឬឈ្មោះក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តមានភារកិច្ចបន្តចម្លងព្រះរាជក្រឹត្យបានចម្លងត្រឹមត្រូវតាមច្បាប់ដើមជូនអង្គភាពក្រមអាវ៉ាតដើម្បីចាត់ចែងអនុវត្តក្នុងករណីនេះត្រូវអនុវត្តដូចតទៅនៅប៉ែកខាងស្ដាំនៃទំពើក្រមរូបមន្តបានចម្លងត្រឹមត្រូវតាមច្បាប់ដើមត្រូវដាក់រូបមន្តខាងក្រោមនេះលេខបានចម្លងត្រឹមត្រូវតាមច្បាប់ចម្លងចែកថ្ងៃខែឆ្នាំស័កពុទ្ធសករាជរាជធានីភ្នំពេញថ្ងៃទីខែឆ្នាំតបរដ្ឋមន្ត្រីអគ្គលេខាធិការឬអគ្គនាយកហត្ថលេខានិងត្រាឈ្មោះនៅប៉ែកខាងឆ្វេងនៃទំពើរូបមន្តបានចម្លងត្រឹមត្រូវតាមច្បាប់ចម្លងចែកត្រូវដាក់កន្លែងទទួលដែលរួមមានអគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានអគ្គអធិការដ្ឋាននាយកដ្ឋានមន្ទីរជំនាញរាជធានីខេត្តនិងឯកសារកាលបវត្តសូមមើលគំរូទី41ទម្រង់នៃព្រះរាជក្រឹត្យបានចម្លងត្រឹមត្រូវតាមច្បាប់ដើមនិងច្បាប់ចម្លងចែកនៅទំពើទី91ដល់ទំពើទី93ចព្រះរាជក្រឹត្យដែលស្នើឡើងដោយស្ថាប័នផ្សេងទៀតព្រះរាជក្រឹត្យដែលព្រះមហាក្សត្រសពព្រះរាជហឫទ័យប្រទានតាមព្រះរាជតម្រិះក្រសួងព្រះបរមរាជវាំងបញ្ជូនច្បាប់ចម្លងនៃព្រះរាជក្រឹត្យទាំងនោះ
ដោយមានការបញ្ជាក់ថាបានចម្លងត្រឹមត្រូវតាមច្បាប់ដើមពីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីផ្សព្វផ្សាយក្នុងរាជកិច្ចក្រសួងព្រះបរមរាជវាំងមានចេញច្បាប់បានចម្លងត្រឹមត្រូវតាមច្បាប់តម្កល់ជូនក្រសួងស្ថាប័នឬសមីជនដែលត្រូវការព្រះរាជក្រឹត្យដែលព្រះមហាក្សត្រប្រោសព្រះរាជទានតាមសំណើរបស់ប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឬតាមសំណើរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្ថាប័នសាមីត្រូវបញ្ជូនច្បាប់ដើមមកទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចេញសំណៅបានចម្លងត្រឹមត្រូវតាមច្បាប់ដើមជូនក្រសួងស្ថាប័ននិងផ្សព្វផ្សាយក្នុងរាជកិច្ចគំរូទី24ទម្រង់នៃព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីរូបសញ្ញាព្រះរាជសង្ហាព្រះមហាក្សត្រព្រះរាជក្រឹត្យស្តីពីចំណងជើងជាពុម្ពអក្សរខ្មែរ Unicode ខ្មែរ OS ម៉ូឡាយយើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារកេតខត្តយាខេមរារតរះពុទ្ធិន្ទ្រាធរាមហាក្សត្រខេមរាជនីសមោហោភាសកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសិរីវិបុលាខេមរាស្រីភិរះព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/ខែឆ្នាំ/ខែចុះថ្ងៃទីខែឆ្នាំស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីការប្រែប្រួលនិងបំពេញបន្ថែមសមាជភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឬការតែងតាំងសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលទាក់ទងនឹងរដ្ឋមន្ត្រីឬប្រធានស្ថាប័នសាមីដែលរៀបចំសេចក្តីព្រាងបានទ្រង់យល់ព្រះរាជក្រមលេខនស/រកមលេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានទ្រង់យល់ព្រះរាជក្រមលេខនស/រកមលេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតឈ្មោះក្រសួងស្ថាប័នបានទ្រង់យល់ព្រះរាជក្រមលេខនស/រកមលេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីដែលពាក់ព័ន្ធបានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីដែលពាក់ព័ន្ធបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ក្រមងារនឹងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទីខែឆ្នាំត្រាស់បង្គាប់ជំពូក1បញ្ញត្តិទូទៅមាត្រា1ជំពូក2និងជំពូកបន្តបន្ទាប់ចំណងជើងមាត្រាជំពូកទីបទបញ្ញត្តិដោយឡែកប្រសិនបើមានមាត្រាជំពូកទីសហវិធានប្រសិនបើមានមាត្រាជំពូកទីអន្តរបញ្ញត្តិប្រសិនបើមានមាត្រាជំពូកទីអវសានបញ្ញត្តិមាត្រាព្រះរាជក្រឹត្យលេខនស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីនិងបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករសេចក្តីនិរាករព្រះរាជក្រឹត្យចាស់ឬបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករមាត្រាក្រមងារនិងឈ្មោះ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយប្រហោះតុលាការតទៅថ្ងៃខែឆ្នាំស័កពុទ្ធសករាជធ្វើនៅព្រះបរមរាជវាំងថ្ងៃទីខែឆ្នាំឬថ្ងៃខែឆ្នាំស័កពុទ្ធសករាជធ្វើនៅថ្ងៃទីខែឆ្នាំក្នុងករណីដែលព្រះមហាក្សត្រមិនគង់នៅព្រះបរមរាជវាំងព្រះហស្ថលេខានិងព្រះលញ្ចករព្រះនាមឬថ្ងៃទីខែឆ្នាំស័កពុទ្ធសករាជធ្វើនៅរាជធានីភ្នំពេញថ្ងៃទីខែឆ្នាំក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្ដីទីហត្ថលេខានិងព្រះរាជលញ្ចករក្រមងារនិងឈ្មោះបានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្ថលេខានាយករដ្ឋមន្ត្រីហត្ថលេខាក្រមងារនិងឈ្មោះគំរូទី25ទម្រង់នៃព្រះរាជក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅដែលបានឆ្លងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតែមានសំណើពីក្រសួងស្ថាប័នសាមីរូបសញ្ញាព្រះរាជសង្ហាព្រះមហាក្សត្រព្រះរាជក្រឹត្យស្ដីពីចំណងជើងជាពុម្ពអក្សរខ្មែរ Unicode ខ្មែរ OS ម៉ូឡាយយើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារកេតខត្តយាខេមរារិទ្ធរះពុទ្ធិន្ទ្រាធិរាមហាក្សត្រខេមរាជនីសមោហោភាសកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសិរីវិបុលាខេមរាស្រីភិរៈព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកតចុះថ្ងៃទីខែឆ្នាំស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្ដីពីការកែសម្រួលនិងបំពេញបន្ថែមសមាជភាពសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឬការតែងតាំងសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលទាក់ទងនឹងរដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យដែលរៀបចំសេចក្តីព្រាងបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម៉ូ/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការប្រើរៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម៉ូ/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតឈ្មោះក្រសួងស្ថាប័នសាមីបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម៉ូ/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីដែលពាក់ព័ន្ធបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីដែលពាក់ព័ន្ធបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ក្រមងារនឹងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ជំពូកទី1បទបញ្ញត្តិទូទៅមាត្រាជំពូកទី2និងជំពូកបន្តបន្ទាប់ចំណងជើងមាត្រាជំពូកទីបទបញ្ញត្តិដោយឡែកប្រសិនបើមានមាត្រាជំពូកទីសហវិធានប្រសិនបើមានមាត្រាជំពូកទីអន្តរបញ្ញត្តិប្រសិនបើមានមាត្រាជំពូកទីអវសានបញ្ញត្តិមាត្រាព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្ដីពីនិងបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករណីនិរាករព្រះរាជក្រឹត្យចាស់ឬបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករមាត្រាក្រមងារនឹងឈ្មោះ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅថ្ងៃខែឆ្នាំស័កពុទ្ធសករាជធ្វើនៅព្រះបរមរាជវាំងថ្ងៃទីខែឆ្នាំឬថ្ងៃខែឆ្នាំស័កពុទ្ធសករាជធ្វើនៅថ្ងៃទីខែឆ្នាំក្នុងករណីដែលព្រះមហាក្សត្រមិនគង់នៅព្រះបរមរាជវាំងព្រះហស្ថលេខានិងព្រះលញ្ចករព្រះនាមឬថ្ងៃខែឆ្នាំស័កពុទ្ធសករាជធ្វើនៅរាជធានីភ្នំពេញថ្ងៃទីខែឆ្នាំក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្ដីទីហត្ថលេខានិងព្រះលញ្ចករក្រមងារនិងឈ្មោះបានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្ថលេខានាយករដ្ឋមន្ត្រីហត្ថលេខាក្រមងារនិងឈ្មោះបានយកសេចក្តីគោរពជម្រាបជូនក្រមងារនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឬទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឬនាយករដ្ឋមន្ត្រីក្រសួងឬប្រធានស្ថាប័នជាសមាជិករាជរដ្ឋាភិបាលសម័យហត្ថលេខាក្រមងារនិងឈ្មោះគំរូទី26ទម្រង់នៃព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលថ្មីរូបសញ្ញាព្រះរាជសង្ហាព្រះមហាក្សត្រព្រះរាជក្រឹត្យស្តីពីចំណងជើងជាពុម្ពអក្សរខ្មែរ Unicode ខ្មែរ OS មូឡាយយើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារកេតខត្តយាខេមរារិទ្ធរះពុទ្ធិន្ទ្រាមហាក្សត្រខេមរាជនីសមោហោភាកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសិរីវិបុលាខេមរាស្រីភិរៈព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម/0704/001 ចុះថ្ងៃទី13ខែកក្កដាឆ្នាំ2004ដែលប្រកាសឲ្យប្រើច្បាប់រដ្ឋធម្មនុញ្ញបន្ថែមសម្ដៅធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិបានទ្រង់យល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទីខែឆ្នាំបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្ដីពីការតែងតាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានទ្រង់យល់លទ្ធផលនៃសម័យប្រជុំលើកទីនីតិកាលទីនៃរដ្ឋសភានាថ្ងៃទីខែឆ្នាំស្ដីពីការជ្រើសតាំងរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំនៃរដ្ឋសភានិងការសម្ដែងការទុកចិត្តលើសមាជិកភាពរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ក្រមងារនិងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់មាត្រា1ត្រូវបានបញ្ចប់តំណែងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានតែងតាំងដោយព្រះរាជក្រឹត្យលេខណូស/រកតលេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំហើយដែលបានកែសម្រួលនិងបំពេញបន្ថែមដោយព្រះរាជក្រឹត្យជាបន្តបន្ទាប់មុនថ្ងៃទីខែឆ្នាំនិងតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានកនាយករដ្ឋមន្ត្រីខឧបនាយករដ្ឋមន្ត្រី1ឯកឧត្តមលោកជំទាវ2 3 4គោទេសរដ្ឋមន្ត្រីកឯកឧត្តមលោកជំទាវ2 3 4ខរដ្ឋមន្ត្រីក្នុងចំណុចនេះត្រូវរាយឈ្មោះរដ្ឋមន្ត្រីក្រសួងឬរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានតាមលំដាប់លំដោយនៃឋានានុក្រមដែល
ជាឧបសម្ព័ន្ធរដ្ឋមន្ត្រីផងជាឧបនាយករដ្ឋមន្ត្រីផងជាទេសរដ្ឋមន្ត្រីផងឬជារដ្ឋមន្ត្រីដែលមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនៅលេខរៀងទី1នឹងត្រូវពិនិត្យដាក់ឈ្មោះក្រសួងឬរដ្ឋលេខាធិការដ្ឋានឲ្យបានត្រឹមត្រូវដោយមានចែងក្នុងច្បាប់ស្តីពីការបង្កើតក្រសួងឬរដ្ឋលេខាធិការដ្ឋាន 1. ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី 2. ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីក្រសួង 3. 4. ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានមាត្រា 2 គោរមងារនិងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅព្រះហស្ថលេខានិងព្រះរាជលញ្ជករព្រះនាមធ្វើនៅព្រះបរមរាជវាំងថ្ងៃទីខែឆ្នាំឬធ្វើនៅថ្ងៃទីខែឆ្នាំក្នុងករណីព្រះមហាក្សត្រមិនគង់នៅព្រះបរមរាជវាំងគំរូទី27ទម្រង់នៃព្រះរាជក្រឹត្យស្តីពីការតាំងស៊ុបក្នុងក្របខ័ណ្ឌការតែងតាំងការដំឡើងថ្នាក់ឋានន្តរស័ក្តិឬថ្នាក់ការដាក់ឲ្យចូលនិវត្តន៍មន្ត្រីរាជការរូបសញ្ញាព្រះរាជសង្ហាព្រះមហាក្សត្រព្រះរាជក្រឹត្យស្តីពីចំណងជើងជាពុម្ពអក្សរខ្មែរ Unicode ខ្មែរ OS Molai យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាមនរោត្តមសីហមុនីសមានភូមិជាតិសាសនារាគតខត្តយាខេមរារិទ្ធរះពុទ្ធិន្ទ្រាធិរាមហាក្សត្រខេមរាជនីសមោហោភាសកម្ពុជាឯករាជ្យរាជសបូរណសន្តិសុភមង្គលាសិរីវិពុលាខេមរាស្រីពិរះព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីការកែប្រែនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឬការតែងតាំងសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលទាក់ទងនឹងរដ្ឋមន្ត្រីឬប្រធានស្ថាប័នសាមីដែលរៀបចំសេចក្តីព្រាងច្បាប់បានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតឈ្មោះក្រសួងស្ថាប័នបានទ្រង់យល់ព្រះរាជក្រមលេខណូស/រកម/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំដែលប្រកាសឲ្យប្រើច្បាប់ស្តីពីដែលពាក់ព័ន្ធបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីលក្ខន្តិកៈដោយឡែកនៃឈ្មោះក្របខ័ណ្ឌរបស់មន្ត្រីសាមីបានទ្រង់យល់ព្រះរាជក្រឹត្យលេខណូស/រកត/លេខខែឆ្នាំ/លេខចុះថ្ងៃទីខែឆ្នាំស្តីពីដែលពាក់ព័ន្ធបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ក្រមងារនិងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់មាត្រា1ចំពោះព្រះរាជក្រឹត្យស្តីពីការតាំងស៊ុបមន្ត្រីរាជការក្នុងក្របខ័ណ្ឌត្រូវចែងដូចតទៅត្រូវតាំងស៊ុបឯកឧត្តមលោកជំទាវលោកស្រីអត្តលេខបើមានក្នុងក្របខ័ណ្ឌឋានន្តរស័ក្តិថ្នាក់លេខនៅចាប់ពីថ្ងៃទីខែឆ្នាំឬ
ត្រូវបានតាំងស៊ុបមន្ត្រីរាជការក្នុងក្របខ័ណ្ឌនៅចាប់ពីថ្ងៃទីខែឆ្នាំដោយមានរាយនាមខាងក្រោម 1. អេដាមលោកជំទាវលោកស្រីអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខ 2. អេដាមលោកជំទាវលោកស្រីអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់ចំពោះព្រះរាជក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការដើម្បីបំពេញមុខងារសមស្របតាមឧបនិស្ស័យជំនួសមន្ត្រីរាជការណាម្នាក់ត្រូវចែងដូចខាងក្រោមត្រូវបានតែងតាំងអេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌជានៅជំនួសអេដាមលោកជំទាវដែលបានទទួលភារកិច្ចថ្មីឬមូលហេតុផ្សេងទៀតឬត្រូវបានតែងតាំងមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់នៃក្របខ័ណ្ឌជាជំនួសអេដាមលោកជំទាវដែលបានទទួលភារកិច្ចថ្មីឬមូលហេតុផ្សេងទៀតអេដាមលោកជំទាវលេខអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌជាជំនួសអេដាមលោកជំទាវដែលបានទទួលភារកិច្ចថ្មីឬមូលហេតុផ្សេងទៀតចំពោះព្រះរាជក្រឹត្យស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការដែលបំពេញមុខងារក្នុងមុខតំណែងខ្ពស់ជាងឧបនិស្ស័យជំនួសមន្ត្រីរាជការណាម្នាក់ត្រូវចែងដូចតទៅត្រូវបានប្រគល់ភារកិច្ចជូនអេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌឲ្យបំពេញមុខងារជានៅជំនួសអេដាមលោកជំទាវដែលបានទទួលភារកិច្ចថ្មីឬមូលហេតុផ្សេងទៀតឬត្រូវបានប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌឲ្យបំពេញមុខងារជាជំនួសអេដាមលោកជំទាវដែលបានទទួលភារកិច្ចថ្មីឬមូលហេតុផ្សេងទៀត 2. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌឲ្យបំពេញមុខងារជាជំនួសអេដាមលោកជំទាវដែលបានទទួលភារកិច្ចថ្មីឬមូលហេតុផ្សេងទៀតចំពោះព្រះរាជក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការដើម្បីបំពេញមុខងារសមស្របតាមឧបនិស្ស័យសម្រាប់អង្គភាពបង្កើតថ្មីត្រូវចែកដូចខាងក្រោមត្រូវបានតែងតាំងអេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខក្របខ័ណ្ឌជានៅឬត្រូវបានតែងតាំងមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌជា 2. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌជាចំពោះព្រះរាជក្រឹត្យស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការឲ្យបំពេញមុខងារក្នុងមុខតំណែងខ្ពស់ជាងឧបនិស្ស័យសម្រាប់អង្គភាពថ្មីបង្កើតត្រូវចែកដូចតទៅត្រូវបានប្រគល់ភារកិច្ចជូនអេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌឲ្យបំពេញមុខងារជានៅឬត្រូវបានប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌឲ្យបំពេញមុខងារជា 2. អេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌឲ្យបំពេញមុខងារជាចំពោះព្រះរាជក្រឹត្យស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការផ្ទៃក្នុងត្រូវចែងដូចតទៅត្រូវបានផ្ទេរភារកិច្ចអេដាមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌពីមុខតំណែងទៅជាមុខតំណែងនៅឬត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. អេដាមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់នៃក្របខ័ណ្ឌពីមុខតំណែងទៅជា 2. អេដាមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌពីមុខតំណែងទៅជា
ចំពោះព្រះរាជក្រឹត្យស្តីពីការដំឡើងឋានន្តរស័ក្តិមន្ត្រីរាជការត្រូវចែងដូចតទៅត្រូវបានដំឡើងឋានន្តរស័ក្តិឯកឧត្តមលោកជំទាវលោកស្រីអត្តលេខពីឋានន្តរស័ក្តិថ្នាក់លេខទៅឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌនៅចាប់ពីថ្ងៃទី13ខែមេសាឆ្នាំឬត្រូវបានដំឡើងឋានន្តរស័ក្តិមន្ត្រីរាជការនៃក្របខ័ណ្ឌចាប់ពីថ្ងៃទី13ខែមេសាឆ្នាំដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខពីឋានន្តរស័ក្តិថ្នាក់លេខទៅឋានន្តរស័ក្តិថ្នាក់លេខចំពោះព្រះរាជក្រឹត្យស្តីពីការដំឡើងឋានន្តរស័ក្តិកិត្តិយសជូនមន្ត្រីរាជការត្រូវចែកដូចតទៅត្រូវបានដំឡើងឋានន្តរស័ក្តិកិត្តិយសជូនឯកឧត្តមលោកជំទាវលោកស្រីអត្តលេខពីឋានន្តរស័ក្តិថ្នាក់លេខទៅឋានន្តរស័ក្តិថ្នាក់នៃក្របខ័ណ្ឌនៅដែលបានចូលនិវត្តន៍ឬលាលែងឬដាក់ឲ្យឈប់ពីការងារដោយបាត់បង់សមត្ថភាពការងារឬទទួលមរណភាពជាកិច្ចបច្ឆាមរណៈឬត្រូវបានដំឡើងឋានន្តរស័ក្តិកិត្តិយសជូនមន្ត្រីរាជការនៃក្របខ័ណ្ឌដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខពីឋានន្តរស័ក្តិថ្នាក់លេខទៅជាឋានន្តរស័ក្តិថ្នាក់នៅដែលបានចូលនិវត្តន៍ឬលាលែងឬដាក់ឲ្យឈប់ពីការងារដោយបាត់បង់សមត្ថភាពការងារឬទទួលមរណភាពជាកិច្ចបច្ឆាមរណៈចំពោះព្រះរាជក្រឹត្យស្តីពីការបន្ថយឋានន្តរស័ក្តិមន្ត្រីរាជការត្រូវចែងដូចតទៅត្រូវបានបន្ថយឋានន្តរស័ក្តិឯកឧត្តមលោកជំទាវលោកស្រីអត្តលេខពីឋានន្តរស័ក្តិថ្នាក់លេខមកឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌនៅដោយមូលហេតុឬត្រូវបានបន្ថយឋានន្តរស័ក្តិមន្ត្រីរាជការនៃក្របខ័ណ្ឌដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខពីឋានន្តរស័ក្តិថ្នាក់លេខមកឋានន្តរស័ក្តិថ្នាក់លេខនៅដោយមូលហេតុចំពោះព្រះរាជក្រឹត្យស្តីពីការដំឡើងថ្នាក់មន្ត្រីរាជការតាមវេនជ្រើសរើសនិងវេនអតីតភាពត្រូវចែកដូចតទៅត្រូវបានដំឡើងថ្នាក់ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិពីថ្នាក់លេខទៅថ្នាក់លេខនៃក្របខ័ណ្ឌនៅចាប់ពីថ្ងៃទី13ខែមេសាឆ្នាំឬត្រូវបានដំឡើងថ្នាក់មន្ត្រីរាជការនៃក្របខ័ណ្ឌចាប់ពីថ្ងៃទី13ខែមេសាឆ្នាំដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិពីថ្នាក់លេខទៅថ្នាក់លេខចំពោះព្រះរាជក្រឹត្យស្តីពីការដំឡើងថ្នាក់មន្ត្រីរាជការដែលទទួលបានសញ្ញាបត្រខ្ពស់ជាងការកំណត់ក្នុងក្របខ័ណ្ឌត្រូវចែងដូចតទៅត្រូវបានដំឡើងថ្នាក់ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខបើមានឋានន្តរស័ក្តិពីថ្នាក់លេខទៅថ្នាក់លេខនៃក្របខ័ណ្ឌនៅដោយរក្សាទុកអតីតភាពសម្រាប់ឡើងថ្នាក់តាមវេនជ្រើសរើសនិងវេនអតីតភាពឬត្រូវបានដំឡើងថ្នាក់មន្ត្រីរាជការនៃក្របខ័ណ្ឌដោយរក្សាទុកអតីតភាពសម្រាប់ដំឡើងថ្នាក់តាមវេនជ្រើសរើសនិងវេនអតីតភាពដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិពីថ្នាក់លេខទៅថ្នាក់លេខចំពោះព្រះរាជក្រឹត្យស្តីពីការបន្ថយថ្នាក់មន្ត្រីរាជការត្រូវចែងដូចតទៅត្រូវបានបន្ថយថ្នាក់ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិពីថ្នាក់លេខមកថ្នាក់លេខនៃក្របខ័ណ្ឌនៅដោយមូលហេតុឬត្រូវបានបន្ថយថ្នាក់មន្ត្រីរាជការនៃក្របខ័ណ្ឌដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិពីថ្នាក់លេខមកថ្នាក់លេខនៅដោយមូលហេតុចំពោះព្រះរាជក្រឹត្យស្តីពីការដកមន្ត្រីរាជការពីមុខតំណែងត្រូវចែកដូចតទៅត្រូវបានដកឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិលេខនៃក្របខ័ណ្ឌនៅចេញពីមុខតំណែងដោយមូលហេតុឬត្រូវបានដកមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខក្របខ័ណ្ឌចេញពីមុខតំណែងដោយមូលហេតុ
ចំពោះព្រះរាជក្រឹត្យស្ដីពីការអនុញ្ញាតឬការដាក់មន្ត្រីរាជការឲ្យស្ថិតក្នុងភាពទំនេរគ្មានវិវាទត្រូវចែងដូចតទៅត្រូវបានអនុញ្ញាតឬត្រូវបានដាក់ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់នៃក្របខ័ណ្ឌមុខតំណែងឬនៅឲ្យស្ថិតក្នុងភាពទំនេរគ្មានវិវាទរយៈពេលចាប់ពីថ្ងៃទីខែឆ្នាំតាមសំណើដោយមូលហេតុឬត្រូវបានអនុញ្ញាតឬត្រូវបានដាក់មន្ត្រីរាជការនៅដូចមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានវិវាទរយៈពេលចាប់ពីថ្ងៃទីខែឆ្នាំតាមសំណើឬដោយមូលហេតុចំពោះព្រះរាជក្រឹត្យស្ដីពីការអនុញ្ញាតឲ្យមន្ត្រីរាជការចូលបម្រើការងារវិញក្រោយពេលស្ថិតនៅក្នុងភាពទំនេរគ្មានវិវាទត្រូវចែងដូចតទៅត្រូវបានអនុញ្ញាតឲ្យឯកឧត្តមលោកជំទាវអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌនៅចូលបម្រើការងារឡើងវិញដោយទទួលមុខតំណែងចាប់ពីថ្ងៃទីខែឆ្នាំក្រោយពេលស្ថិតនៅក្នុងភាពទំនេរគ្មានវិវាទរយៈពេលឬត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការនៅដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌចូលបម្រើក្របការងារឡើងវិញដោយទទួលមុខតំណែងបើមានចាប់ពីថ្ងៃទីខែឆ្នាំក្រោយពេលស្ថិតនៅក្នុងភាពទំនេរគ្មានវិវាទរយៈពេលចំពោះព្រះរាជក្រឹត្យស្ដីពីការបញ្ចប់ភារកិច្ចមន្ត្រីរាជការត្រូវចែងដូចតទៅត្រូវបានបញ្ចប់ភារកិច្ចឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់នៃក្របខ័ណ្ឌមុខតំណែងនៅឲ្យទៅបម្រើការងារនៅស្ថាប័នដើមវិញបើជាមន្ត្រីមានក្របខ័ណ្ឌឬត្រូវបានបញ្ចប់ភារកិច្ចមន្ត្រីរាជការឲ្យទៅបម្រើការងារនៅស្ថាប័នដើមវិញដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងនៅបើជាមន្ត្រីមានក្របខ័ណ្ឌចំពោះព្រះរាជក្រឹត្យស្ដីពីការលុបឈ្មោះឬបញ្ឈប់មន្ត្រីរាជការពីការងារត្រូវចែងដូចតទៅត្រូវលុបឈ្មោះឬត្រូវបានបញ្ឈប់ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងនៅដោយមូលហេតុឬត្រូវបានលុបឈ្មោះឬត្រូវបានបញ្ឈប់មន្ត្រីរាជការដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងនៅដោយមូលហេតុចំពោះព្រះរាជក្រឹត្យស្ដីពីការដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ត្រូវចែងដូចតទៅត្រូវបានដាក់ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិថ្នាក់លេខក្របខ័ណ្ឌមុខតំណែងនៅឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទីខែឆ្នាំឬត្រូវបានដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងនៅចាប់ពីថ្ងៃទីខែឆ្នាំចំពោះព្រះរាជក្រឹត្យស្ដីពីការអនុញ្ញាតឬការដាក់មន្ត្រីរាជការចូលនិវត្តន៍មុនកំណត់ត្រូវចែកដូចតទៅត្រូវបានអនុញ្ញាតឬត្រូវបានដាក់ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខបើមានឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងនៅឲ្យចូលនិវត្តន៍មុនកំណត់តាមសំណើរបស់សមីខ្លួនដោយមូលហេតុចាប់ពីថ្ងៃទីខែឆ្នាំឬត្រូវបានអនុញ្ញាតឬត្រូវបានដាក់មន្ត្រីរាជការចូលនិវត្តន៍មុនកំណត់ដោយមានរាយនាមខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌមុខតំណែងតាមសំណើរបស់សមីខ្លួនឬដោយមូលហេតុចាប់ពីថ្ងៃទីខែឆ្នាំចំពោះព្រះរាជក្រឹត្យស្ដីពីការដាក់មន្ត្រីរាជការដែលកាន់តំណែងនយោបាយឲ្យចូលនិវត្តន៍ត្រូវចែកដូចតទៅត្រូវបានដាក់ឯកឧត្តមលោកជំទាវអត្តលេខឋានន្តរស័ក្តិថ្នាក់លេខនៃក្របខ័ណ្ឌនៅឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈដោយរក្សាមុខតំណែងនយោបាយចាប់ពីថ្ងៃទីខែឆ្នាំឬត្រូវបានដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍
ក្នុងក្របខ័ណ្ឌមុខងារសាធារណៈដោយរក្សាមុខតំណែងនយោបាយដោយមានរាយនាមខាងក្រោម 1. ចំពោះព្រះរាជក្រឹត្យស្តីពីសមាហរណកម្មមន្ត្រីរាជការក្នុងក្របខ័ណ្ឌប្រភេទកត្រូវចែងដូចតទៅត្រូវបានធ្វើសមាហរណកម្មឯកឧត្តមលោកជំទាវលោកស្រីនៅក្នុងក្របខ័ណ្ឌឋានន្តរស័ក្តិថ្នាក់លេខអត្តលេខនៅឬត្រូវបានធ្វើសមាហរណកម្មមន្ត្រីរាជការនៅក្នុងក្របខ័ណ្ឌនៅដោយមានរាយខាងក្រោម 1. ឯកឧត្តមលោកជំទាវលោកស្រីឋានន្តរស័ក្តិថ្នាក់លេខអត្តលេខមាត្រា 2 បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករណ៍មាត្រានេះមិនត្រូវចែងទេក្នុងករណីជាក់ស្ដែងដែលមិនតម្រូវឲ្យនិរាករណ៍លិខិតបទដ្ឋានគតិយុត្តមុនដែលពាក់ព័ន្ធមាត្រា 3 គោរមងារនិងឈ្មោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅព្រះហស្ថលេខានិងព្រះរាជបញ្ចករព្រះនាមធ្វើនៅព្រះបរមរាជវាំងថ្ងៃទីខែឆ្នាំឬធ្វើនៅថ្ងៃទីខែឆ្នាំក្នុងករណីព្រះមហាក្សត្រមិនគង់នៅព្រះបរមរាជវាំងឬធ្វើនៅរាជធានីភ្នំពេញថ្ងៃទីខែឆ្នាំក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្ដីទីហត្ថលេខានិងព្រះរាជបញ្ចករក្រមងារនិងឈ្មោះ